បងប្អូនអើយនេះជីវិតភាសឹកនៅសល់តែសัตว์នៅផ្ទះនេះខ្ញុំអាណាអធមពេកខ្ញុំយកបាយមកឲ្យទាំងកដាធាតឥឡូវម៉ោងដូចជាជិតពី10យប់ហើយបាយនេះឆ្មា4កែទាំង100ឆ្មា4ហើយឆ្កែ2សបុកយកពេលអូនមេ2នោះនេះមេ1អានោះមេ1អូមេ1មេ2អីមេ3មកដាក់មេ3ទៅដាក់ចូលនោះអើចេញលាយមកនេះសិនលាយមួយទឹកសិនបានដាក់កើតឈប់អូយបងប្អូនហើយនេះទឹកនេះមានរូមទារូមអីក្នុងហ្នឹងហើយដាក់លាយទឹកខ្លះបានទាំងអស់គ្នាអត់កើតទេមួយបាយមួយថង់នឹងគ្រាន់នេះឆ្កែលេង3សបុកហើយមេ3ចុយម៉ែងាយច្បាច់ទៅមកឃ្លីនមកនេះមកស៊ីតន់ច្បាច់ហើយស៊ីបាត់ហើយអូបងអើយចាំយក14ទៅធ្វើម៉េចអីបើមកចាស់ពីសឹកអស់ហើយរត់អស់ហើយបាទបុនយកតាណាអស់ហើយបងប្អូននេះដាក់អានងខ្លះទូចអានេះដាក់ធំនេះដាក់ចិត្តមករាយដាក់ចាក់ទឹកមកនេះហ៎បងអូនមើលចិត្តបងអូនឃើញនេះនោះអាទូចនោះមកព្រុសទៀតមើលចិត្តដៃទៅបងអូនយក3សបុកឈិញដាក់គ្នាឲ្យមេវាខ្លះអាចារ្យដែកនោះក៏ទុកខ្លះទៅអាខ្លះគីឡូមេអត់ត្រូវគ្នាដាក់ខិននោះខ្លះតែយើងដាក់ហ្នឹងទៅវាមកស៊ីហើយព្រោះបើយើងអត់ដើរចេញឆ្កែវាអត់ដែរស្គាល់យើងអញ្ចឹងនេះបងប្អូនមើលអានេះក៏កូនឆ្កែហើយកូនឆ្មានៅនោះផ្សេងហីហើយផ្ទះទុកចោលស្ងាត់ឈឹងហើយខ្ញុំឃើញកូនឆ្កែកូនឆ្មាច្រើនពេកគ្រាន់តែជិះម៉ូតូចូលមកទៅទទួលយើងនោះនៅមាត់ផ្លូវឡងព្រាតគ្នាហេវបណ្ណាទៅតែមានទាមានមន់អីពេញហ្នឹងនេះមកតែអីទាដូចជានេះម្ចាស់គេទុកដាក់ស្រូវដាក់អីឲ្យនេះហើយស្រូវនេះដាក់តាំងពីជាស្រូវឥឡូវនេះគឺនេះដុះហើយដុះបានប៉ុណ្ណឹងហើយដាក់តាំងពីស្រូវឥឡូវទៅជាសណាបបាត់ហើយមានណាចង់បានសង្គ្រាមទេបងប្អូនយើងអើយណាកុំថាឡើយមនុស្សចិត្តខ្ចាយទៅបីសัตว์ប្រឡាត់គឺវេទនាណាហើយនេះភ្លើងថ្លិននេះសូឡាបងប្អូនយើងសូឡានេះគឺពេលថ្ងៃសាកភ្លើងខ្លួនឯងទៅយប់ឡើងភ្លឺថ្លិនខ្លួនឯងទៅហើយពាងទឹកនេះគឺប្រហែលជាទាវាស្រេកទឹកវាចូលមកហែលវាផឹកក្នុងហ្នឹងហើយសរូមទានេះមិនលាងដៃទេអូខេជូនធ្វើបុណ្យជាមួយសัตว์បងប្អូនយើងបានបុណ្យណានេះមេ1មេ2បាត់មេ1ទៀតឃើញមកស៊ីចុះសបុកផ្សេងគ្នាតោះបងប្អូនយើង